បាទសួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះដែរក៏សូមមើលរាសីប្រចាំថ្ងៃជូនបងប្អូនសម្រាប់ថ្ងៃអាទិត្យទី27បាទនៅក្នុងខែមេសាយើងនេះហើយក៏ដល់ពេលមួយដែលគេហៅថាថ្ងៃមកកើតបកខ្មែរយើងគឺចូលដល់ខែពិសាថ្ងៃមកកើតបងប្អូនណោះបាទអញ្ចឹងថ្ងៃអាទិត្យទី27ខែ4នេះយើងគិតតាមក្បួនចិនគេហៅថាជាថ្ងៃខាលហើយរាសីដែលមកខាងលើជាមួយនឹងខាលអមមកជាមួយគ្នាហ្នឹងគឺជាធាតុភ្លើងបាទអញ្ចឹងភ្លើងបូកនៅពីលើខាលអានេះយើងនិយាយតាមខ្មែរក្បួនចិនប៉ុន្តែយើងនិយាយតាមរបៀបខ្មែរចឹងជើងលេខសម្រាប់ថ្ងៃទី27នេះនឹងធ្វើឲ្យដួងជិតារិស័យបងប្អូនទាំងអស់ប្រែប្រួលពេញមួយថ្ងៃនឹងដែរបាទជាក់ស្ដែងថ្ងៃខាលនេះមកដល់វឹកអ្នកដែលទទួលឥទ្ធិពលមិនល្អនឹងប៉ះទៅដល់បងប្អូនជាច្រើនឆ្នាំដែរបាទបងប្អូនដែលប៉ះខ្លាំងជាងគេណាគឺឆ្នាំវោកបាទឆ្នាំវោកហើយអាយុគឺ46ឆ្នាំបាទអ្នកដែលប៉ះខ្លាំងជាងគេគឺឆ្នាំវោកអាយុ46ឆ្នាំមិនត្រឹមតែឆ្នាំវោកនឹងទេណាបងប្អូនឲ្យតែបុគ្គលទាំងឡាយណាទោះជាគាត់កើតនៅក្នុងឆ្នាំអីក៏ដោយប៉ុន្តែបើរាប់អាយុបើប៉ះលើ46ប៉ះលើ56ប៉ះលើ66ប៉ះ76 86ឬក៏16 26 36ឆ្នាំនិយាយរួមឲ្យតែកតុយលេខ6អាយុ16ឆ្នាំ26ឆ្នាំ36ឆ្នាំ46ឆ្នាំ56ឆ្នាំ66ឆ្នាំ76ឆ្នាំ86ឆ្នាំគឺជាសួយអាយុដែលលេខធ្លាក់ខ្លាំងជាងគេបំផុតនៅក្នុងថ្ងៃអាទិត្យហ្នឹងបាទហើយបុគ្គលដែលមានឆ្នាំជាក់លាក់តទៅទៀតដូចជាបុគ្គលឆ្នាំវោកបុគ្គលឆ្នាំម្សាញ់បុគ្គលឆ្នាំខាលខ្លួនឯងព្រមទាំងបុគ្គលឆ្នាំកុលអញ្ចឹង4ឆ្នាំនេះគឺសិតតែរួមរាសីលេខដាក់ទាំងអស់ប៉ុន្តែលើកលែងអ្នកឆ្នាំកុលណាលើកលែងអ្នកឆ្នាំកុលមានកុលខ្លះទៅនឹងក៏លេខឡើងខ្លាំងតែកុលខ្លះក៏លេខធ្លាក់បាទអញ្ចឹងកុលដែលលេខធ្លាក់ហ្នឹងគឺកុលដែលប៉ុន្តែកុលដែលលេខធ្លាក់ហ្នឹងគឺមានចំនួននឹងតិចទេណាក្រៅពីកុលដូចជាម្សាញ់ដូចជាខាលដូចជាវោកបាទអ្នកទាំងអស់នេះបើចៃដន្យមានអាយុ16ឆ្នាំ26ឆ្នាំ36 46 56 66 76 88គឺសយខ្លាំងមែនទែនបាទអញ្ចឹងចោះសួរថាចោះបុគ្គលឆ្នាំអីខ្លះដែលជាលេខឡើងវិញបាទមានបុគ្គលដែលលេខឡើងដូចខ្ញុំនិយាយអញ្ចឹងបើអ្នកកុលមានកុលខ្លះទៅក៏លេខដាក់តែមានកុលខ្លះទៀតគឺលេខឡើងខ្លាំងបាទអានឹងអាស្រ័យទៅលើការមាន app download app ហើយចូលទៅមើលក្នុង app ប៉ុន្តែសូមបញ្ជាក់ណា app ដែលយកមកផ្ទៀងផ្ទាត់គ្នាហ្នឹងលុះត្រាតែជា app របស់ Master Long Hong Sui ទើបអាច control កណនីដំណើរជីវិតដែលយើងមើលប្រចាំថ្ងៃនេះវាស៊ីគ្នាវាត្រូវគ្នាណាបងប្អូនណាបាទអញ្ចឹងសួរថាតើថ្ងៃស្អែកនេះដែលជាថ្ងៃអាទិត្យទី27នេះតើមានការងារអីខ្លះដែលជាការងារសំប្រកបធ្វើទៅហេងសម្រាប់បុគ្គលដែលមានឆ្នាំហេងបាទបុគ្គលឆ្នាំហេងរួមជាមួយអ្នកឆ្នាំមមីរួមជាមួយអ្នកឆ្នាំចបាទហើយក៏មានឆ្នាំកុលបាទ3នេះអាចមានការងារមួយចំនួននាំឲ្យគាត់នឹងរាសីឡើងបាទលេខឡើងខ្លាំងបានដូចជាការងាររៀបចំផ្ទះសម្បែងហើយរៀបចំជំនាញផ្ទះសែនបន់ស្រន់ឬមួយក៏ធ្វើជាពិធីជប់លៀងទទួលគេហៅថាទទួលតំណែង
ពិធីជប់លៀងបែបគេហៅថាបែបមង្គលណាបាទព្រមទាំងជាពេលវេលាថ្មីមួយដែលអាចបើកហាងលក់ដូរបានទៀតផងបើកហាងថ្មីបាទឬមួយក៏ជួសជុលផ្ទះឬមួយក៏ជាមង្គលការរៀបមង្គលការរៀបគ្រាដំណេកសំដំណេកអីហ្នឹងឬមួយក៏បងប្អូនប្រជាកសិករខ្លះគឺគាត់ភ្ជួររាស់កាប់គាស់ដីបាទដាស់ដីដាំដំណាំអីចឹងមកឬមួយក៏មានអ្នកខ្លះត្រូវបោះបង្គោលលបងនឹងឬមួយក៏យើងអ្នកមានលុយហ្នឹងគឺទៅទិញឡានបាទឬមួយក៏មានពិធីមួយទៀតគឺពិធីបញ្ចុះសពបាទអញ្ចឹងការងារទាំងប្រមាណហ្នឹងអ្នកដែលមានរាសីឡើងដូចជាខាដូចជាមមីដូចជាចដូចជាកុលគឺជាការងារដែលនាំឲ្យរាសីអ្នកទាំង3ឆ្នាំហ្នឹងគឺឡើងខ្លាំងបាទតែមានការងារដែលគេត្រូវហាមនៅក្នុងថ្ងៃហ្នឹងគឺគេហាមទូទៅហ្មងអត់និយាយថាអ្នកឆ្នាំណាទេបងប្អូនណាគឺហាមសម្រាប់ការប្តឹងផ្ដាល់ឬមួយក៏ឡើងក្តីក្តាំងប៉ុន្តែធម្មតាឡើងក្តីក្តាំងថ្ងៃអាទិត្យហ្នឹងគេគ្មានណាគេឡើងក្តីក្តាំងទេបាទអូខេបាទហើយនិយាយអំពីទិសមង្គលវិញថាតើទិសមង្គលមានទិសណាណោះទិសខាងលិចឈៀងខាងក្បូងគឺជាទិសមង្គលប្រចាំថ្ងៃហ្នឹងបាទថ្ងៃ27ចាំថ្ងៃអាទិត្យហ្នឹងគឺជាទិសមង្គលនៅទិសខាងលិចឈៀងខាងក្បូងរីឯទិសនាំលៀបសំណាងនោះគឺជាទិសខាងលិចបាទទិសខាងលិចគឺជាទិសដែលនាំលៀបជាទិសបក់ទេវតាឆៃសិង្ហាចុះប្រចាំថ្ងៃបាទហើយពណ៌ដែលនាំជាលៀបបាទសម្រាប់ថ្ងៃទី27ឡើងដែរគឺពណ៌ធាតុទឹកដែលជាពណ៌ខៀវពណ៌ទឹកសមុទ្រអីហ្នឹងណាបាទអញ្ចឹងជាពណ៌នាំលៀបអាហ្នឹងយើងអាចប្រើបានគ្រប់គ្នាទាំងអស់បាទមិនថាអ្នកដែលមានរិស័យឡើងឬអ្នកមានរិស័យដាក់ឬមួយក៏អ្នកដែលអត់ត្រូវធាតុទឹកធាតុឈើធាតុភ្លើងអីទេធៀបពិតទៅនៅក្នុងថ្ងៃស្អែកដែលជាថ្ងៃទី27ហ្នឹងដួងរាសីអ្នកដែលមានដួងត្រូវមួយធាតុភ្លើងណាក៏រាសីឡើងខ្លាំងដែរប៉ុន្តែពេលដែលចង់បានលៀបឲ្យកាន់តែខ្លាំងគឺអត់ប្រើពណ៌ក្រហមទេគឺត្រូវប្រើពណ៌ធាតុទឹកទៅវិញបាទទឹកនេះយកទៅវិឃាតភ្លើងទើបទទួលបានលៀបគេហៅថាទឹកស៊ីភ្លើងជាលៀបហ្នឹងណាបងប្អូនអញ្ចឹងត្រូវប្រើពណ៌ធាតុទឹកនៅក្នុងថ្ងៃអាទិត្យនេះគឺហេងខ្លាំងមែនទែនធម្មតាតាមក្បួនខ្មែរយើងគេត្រូវប្រើពណ៌ក្រហមណាថ្ងៃអាទិត្យបាទប៉ុន្តែថ្ងៃអាទិត្យនេះបច្ច័យដល់គឺថ្ងៃធាតុភ្លើងដួងណាត្រូវមួយធាតុភ្លើងអានឹងហេងប៉ុន្តែបើចង់បានហេងកាន់តែខ្លាំងទៀតអត់ប្រើពណ៌ក្រហមទេត្រូវប្រើពណ៌ធាតុទឹកវិញនោះនឹងបានធាតុនោះនឹងបានធម្មពលហេងនឹងចូលមកដល់ដួងរាសីរបស់យើងថែមទៀតអូខេនេះគឺជាការមើលរាសីប្រចាំថ្ងៃគឺថ្ងៃអាទិត្យទី27ត្រូវនឹងថ្ងៃមកកើត2025បាទសម្រាប់ព័ត៌មានតាក់ទងអ្វីដែលបងប្អូនឆ្ងល់ទាំងអស់ហ្នឹងបងប្អូនក៏អាចសួរនាំបានផងដែរតាមលេខទូរស័ព្ទរបស់ខ្ញុំ016 923 888បាទអរគុណសម្រាប់ការតាមដានពីបងប្អូនទាំងអស់គ្នាបាទបាយបាយ